ពីមុនចង់ធ្វើចង់ញ៉ាំស៊ុបក្តាមអីthườngអង្គុយបេះក្តាមបេះអីចឹងទៅបាទមកបានញ៉ាំយ៉ាងយូរដែរតែឡើយអត់ទេគឺយើងមកធ្វើស៊ុបក្តាមស៊ុបនេះជាមួយបកាអញ្ចឹងហៅថាស៊ុបបកាហើយគ្រឿងរបស់យើងគឺមានក្បាលបកាប៉េងប៉ោះហ្នឹងហើយខ្ទឹមហើយនឹងពងមាន់ហើយនឹងម្សៅពោតចាហើយអំបិលមកហើយខ្នុរអីតិចទៅដាក់តាមយើងចូលចិត្តឥឡូវមកលីងគ្រឿងយើងមានលីងខ្ទឹមឲ្យឈ្ងុយហើយចាំដាក់ក្បាលបកាហ្នឹងហើយឆាវារៀងឈ្ងុយតិចទៅចាំយើងដាក់ប៉េងប៉ោះដែលយើងបានហាន់ហើយហ្នឹងចាហើយបន្ទាប់មកទៀតឆាវាលីងវាឲ្យคล้ายទៅជាពណ៌អញ្ចឹងអ្នកទាំងអស់គ្នាបកាយើងហើយប៉េងប៉ោះយើងចូលគ្នាបានល្អអញ្ចឹងហើយចាំយើងដាក់ទឹកមួយកែវកន្លះឬក៏2កែវតាមបការបស់ចូលអញ្ចឹងណាចាហើយបន្ទាប់មកយើងគ្របវាទៅគ្របវា10នាទីអីចឹងទៅហើយបន្ទាប់មកខ្ញុំដាក់អំបិលបន្តិចខ្នុរបន្តិចចឹងណាហើយបន្ទាប់ពីយើងយកជាតិពីក្បាលបកាអស់ហើយយើងស្រង់យកខ្ទឹមយកបកាចេញអញ្ចឹងណាចាបន្ទាប់មកយើងដាក់ពងមាន់យើងចូលទៅវាយចូលទៅបើរសជាតិខ្ញុំឲ្យ10លើ10ហើយស្រួលធ្វើលឿនហើយឆ្ងាញ់ទៀតញ៉ាំមួយចានហើយមួយចានទៀតនិយាយមែនសាក់ខ្លួនឯងទៅសាក់ធ្វើទៅហើយសំខាន់ធ្វើញ៉ាំហើយយើងមានកម្លាំងណាចាតោះមកយើងដាក់ម្សៅពោតចុះរួចកូរវាអីយ៉ាងនេះទៅយើងដាក់វា1នាទីទៀតទៅលើភ្លើងអញ្ចឹងណាចាហើយភ្លក់ទៅតាមតែរសជាតិយើងចង់បានណាចាហើយយើងដាក់ចានហើយបន្ទាប់មកទៀតគឺយើងដាក់ខ្ទឹមចាចោលបានហើយព្រោះខ្ញុំមានតែខ្ទឹមដាក់ខ្ទឹមចឹងឯងខ្ទឹមហើយម្រេចដាក់ច្រើនកាន់តែឆ្ងាញ់ហើយហ្នឹងហើយអ្នកទាំងអស់គ្នាស៊ុបបការបស់យើងរួចហើយអរគុណច្រើនសម្រាប់ការតាមដានវីដេអូ I see you guys on my next video bye